បាទជម្រាបសួរឲ្យដោយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបកកំពឹសអំពើខ្ចីបងប្អូនបាទហើយកំពឹសនេះគឺកំពឹសគេបកស្រាច់បងប្អូនណាតើដើម្បីខាតពេលវេលាយូរបាទមកធ្វើបកកំពឹសមកញ៉ាំទាំងអស់គ្នាមកបងប្អូនវិធីធ្វើគឺងាយឆាប់បានញ៉ាំឆាប់បានខ្លែងបាទតើឥឡូវយើងមកដាក់ម្ទេសខ្ទឹមស្ករសបាទបាល់ប៊ីចេងអីយើងចូលមកបងប្អូនហើយម្សៅស៊ុបតិចទៅបើបានកពឹសយើងធម្មតាមិនបកទៅបកបងប្អូនវាឆ្ងាញ់ជាងតែនេះម៉ែក៏ទិញមកពីផ្សារអញ្ចឹងឃើញតំណងទៅធ្វើទៅបងប្អូនបាទតែវាឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយយើងបុកទៅឆ្ងាញ់ហើយយើងធ្វើឆ្ងាញ់វាឆ្ងាញ់ហ្នឹងបងប្អូនតែឡើយយើងមកបុកវាម្ទេសខ្ទឹមសិនមកបងប្អូនបុកឲ្យវាម៉ត់ចឹងមកហើយចាំយើងដាក់អំពៅខ្ចីយើងចូលអំពៅខ្ចីនេះគឺវាហើយវាមិនខ្ចីម៉ានបងប្អូនទាំងនេះដែរចឹងខ្ញុំពុះវាជាពីរទៅឆ្កឹះក្របចេញមកកុំឲ្យវានៅក្របចឹងថាវារៀងខ្ចីទូចអីយើងបុកទៅមូលទៅតែនេះវារៀងចាស់ដែរក្របវារៀងធំដែរចឹងយើងបកក្របវាចេញហើយយើងមើលប៉ាន់មើលទៅយើងជួអីល្មមប៉ុណ្ណាគាត់ច្រើនទៅចាត់ជួច្របងប្អូនយើងបុកវាម៉ោមទៅប៉ាន់មើលរឿងគ្រឿងយើងហើយនឹងកំពឹសយើងតែបុកកំពឹសនេះវារៀងជូរតិចក៏វាឆ្ងាញ់វាមិនសូវជូរវារៀងឆ្អាបកំពឹសយើងបុកវាម៉ត់ចឹងមកហើយបុកកំពឹសនេះគឺបន្លែត្រូវមួយវាមានតយ៉ងចេកមានជីតែហ្នឹងខ្ញុំអត់មានតយ៉ងចេកបងប្អូនគឺវាពិបាកវាល្ងាចដែរអញ្ចឹងយើងរត់តែញ៉ាំមានបងប្អូនពេលគីឡូអស់អញ្ចឹងក៏តាមតាណាទៅអត់មានតយ៉ងចេកតយ៉ងចេកត្រូវពពីអីហ្នឹងខ្ញុំចូលចិត្តតែនេះស្ទើបន្លែសម្រាប់បន្លែច្រើនហើយនេះយើងដាក់កាពិចូលទីបងប្អូនវាធំក្លិនតិចមកវាជាតិយើងបកវាស្វប់មកកុំឲ្យវាប្រៃក្រៀបកដប់ហើយផ្លក់មើលទៅវារសជាតិវាល្មមអីគឺយើងចាប់ដាក់កំពឹសចូលបងយើងដាក់រៀងដិតតិចទៅព្រោះអីពេលយើងដាក់កំពឹសចូលវារៀងសាបគ្រឿងដែរតើដាក់ពឹសចូលមកពឹសនេះគឺមិនបាច់បុកខ្លាំងថែមបងប្អូនគឺញុំវាទៅគឺរួចរាល់យើងច្បល់ចាំមកចាំយើងផ្លក់តិចទៀតទៅវាស្ទើអីយើងថែមនឹងទៅហើយយើងញុំក៏បោកខ្លាំងទៅបងប្អូនបាយសាច់វាឆ្ងាញ់បងប្អូនតែគេបកសបកចេញហើយយើងវាសាច់សតទៅឃើញបងប្អូនឃើញតំណងណាហើយឡើយយើងមកចាប់ផ្ដើមដាក់មកអមដាក់ឲ្យយើងចូលមកនេះមកអមមកអមមកឈ្ងុយតែម្ដងបងប្អូនបកកំពឹសនេះគឺវាត្រូវមួយមកអមហ្នឹងហើយខ្ញុំថែមជីណាតិចទៀតពីលើវាមកណាប៉ុណ្ណឹងមកគឺថារួចរាល់បងប្អូនឯងគឺថាកំពឹសយើងគឺរួចរាល់តែម្ដងបងប្អូនហើយនេះកាកខ្លាញ់គឺវាសខ្លះប៉ះឆ្អឹងទេណាអស់
ច្បាស់ហើយសត